ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុសុខាភាជានិស្សិតនៅអាជីវកម្មជាបច្ចេកទេសកម្ពុជាដែលស្ថិតនៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រដែលដឹកនាំដោយសាស្ត្រាចារ្យសុនតាស្រាប់ជាវិទ្យា English topic អំពី SSD Solid Device ហើយនេះគឺជាគោលបំណងរបស់ SSD ហើយមាន4ចំណុចធំៗ1តើ SSD គឺជាអ្វី2តើ SSD មានសមត្ថភាពអ្វីខ្លះ4ចុះនិយាយអំពីតួនាទីនៃផ្នែកនីមួយៗរបស់ SSD 4ចុះនិយាយពីគុណសម្បត្តិនិងគុណវិបត្តិរបស់ SSD នេះគឺជារូបរាងរបស់ SSD ឥឡូវយើងមើលតើ SSD គឺជាអ្វី SSD Solid State Device គឺជាឧបករណ៍ផ្ទុកទិន្នន័យដែលប្រើប្រាស់អង្គចងចាំជាចន្ទ្រៃប្រភេទ NVMe Plus សម្រាប់រក្សាទុកទិន្នន័យឬអត្ថការរូបភាពនិងវីដេអូផ្សេងៗវាមានល្បឿនលឿនជាង HDD ដល់កម្រិតចិត្តខ្ពស់មិនងាយខូចនិងស៊ីភ្លឹងតិចជាង HDD ទៅទៀតហើយនេះគឺជារូបរាងរបស់ SSD វាមានល្បឿនលឿនរក្សាទុករូបភាពឯកសារផ្សេងៗងាយស្រួលជាង HDD ហើយនិងមិនងាយខូចដូច HDD ទេខ្ញុំចង់ចូលទៅកាន់ចំណុចរួមរបស់វាមួយទៀតដែលcompareគ្នារវាង SSD និង HDD SSD Solid State Device វាគ្មានផ្នែកណាមួយដែលរំកិលឬបង្វិលឡើយវាប្រើប្រាស់នឹងការឈៀបអង្គចាំflash ឬជាបន្លាស់ផ្ទុកទិន្នន័យជាអចិន្ត្រៃយ៍ចំនួនថ្មីទៅសម្រាប់កុំព្យូទ័រនៅក្នុងពេលបច្ចុប្បន្នដែលយើងនិយមប្រើប្រាស់ជាឧបករណ៍អេឡិចត្រូនិកឬក៏បច្ចេកវិទ្យាថ្មីអញ្ចឹងវាមានដំណើរការស្ទៀងគ្នាទៅនឹង USB flash device ឬការទូរស័ព្ទនិងមានល្បឿនលឿននិងឆ្លាតវៃជាងពីមុនទៅទៀតហើយ HDD វាគឺជា hard disk device ប្រើប្រាស់ប្រព័ន្ធមេកានិកអញ្ចឹងវាប្រើប្រាស់ប្រព័ន្ធមេកានិកសម្រាប់ធ្វើ hard disk មួយហ្នឹងហើយវាមានខាងផ្នែកមួយនៅក្នុងរបស់វានេះគឺជាចំណុចខាងផ្នែករបស់វាខាងផ្នែកហ្នឹងគឺរូបរាងវាដូចជា CD អញ្ចឹងហើយវាវិលពីល្បឿន5400ទៅ7200ក្នុងមួយចុងក្នុងមួយវិនាទីអញ្ចឹងនេះគឺជារូបរាង HDD នេះគឺជាកន្លែងខាងរបស់វាចឹងនេះគឺជាប្រភេទរបស់ SSD តើ SSD មានប្រមាណប្រភេទអ្វីខ្លះតើ SSD មានប្រមាណប្រភេទអ្វីនេះគឺជាចម្លើយរបស់វា SSD មាន3ប្រភេទដូចជាមួយតើ SSD វាមានទំហំ 2.5 អ៊ីនវាមានរូបរាងដូច HDD របស់ laptop ដែលយើងកំពុងប្រើប្រាស់តែវាស្អាតជាង HDD ហើយវាប្រើខ្សែចម្លងតើហ្នឹងដែលមានល្បឿនអតិបរមាប្រហែល550 MB សម្រាប់ការ upgrade កុំព្យូទ័រស៊េរីចាស់ៗអញ្ចឹងវាក៏អាច upgrade កុំព្យូទ័រស៊េរីចាស់ហ្នឹងឲ្យលឿនតែនៅពេលដែលយើង upgrade វាអត់យូរឬក៏ស៊ីម៉ោងវល់នឹងនេះអញ្ចឹងចូលដល់ចំណុចទី2អង្គធូរសតា SSD វាមានរូបរាងដូចជាស្គាល់កសួរស្ដើងដែលដុតនៅលើមិនបត់ប៉ុន្តែវានៅតែរត់លើល្បឿនកម្រិតប៉ុណ្ណាដែរអញ្ចឹងវាដូចទៅនឹងចំណុចទី1ដែរអញ្ចឹងចូលដល់អង្គធូរហើយអង្គធូរ NVMe SSD វាមានរូបរាងដូចជាអង្គធូរស្ដារដែរប៉ុន្តែវាប្រើប្រាស់បច្ចេកវិទ្យា NVMe ហ្នឹងដែលរត់ពីលើឡើងរបស់ PC វាមានល្បឿនលឿនខ្លាំងបំផុតចាប់ពី3500 MB រហូតដល់7000ហើយវាជាពេញនិយមនៅក្នុងពេលបច្ចុប្បន្នឥឡូវសម្រាប់កុំព្យូទ័រស៊េរីថ្មីនៅក្នុងពេលបច្ចុប្បន្នឥឡូវហ្នឹងហើយវាមានល្បឿនលឿនដែលយើងមានសុខភាពអញ្ចឹងឥឡូវចូលមកមើលរូបភាពរបស់វានេះគឺជារូបភាពនេះរបស់ SSD ហ្នឹងគឺជារូបរាង NVMe SSD អង្គធូរហ្នឹងឥឡូវចូលដល់ចំណុចតទៀតចូលនិយាយអំពីតួនាទីនៃផ្នែកនីមួយៗរបស់ SSD អញ្ចឹង SSD មានផ្នែកនីមួយៗរបស់វាចំនួន7ថាតើវាមានអ្វីខ្លះមានតួនាទីអ្វីខ្លះសម្រាប់ហើយយើងនឹងសិក្សាស្វែងរកដល់ឥឡូវចូលដល់ SSD casing របស់ SSD វាមានតួនាទីជាសម្បត្តិខាងក្រៅសម្រាប់ការពិភាក្សាឈីបនិងទ្រង់បន្លាយអេឡិចត្រូនិកខាងក្នុងនិងការប៉ះទង្គិចលើអញ្ចឹងរាល់ test មិនថាឡើយ test កុំព្យូទ័រ PC ទូរស័ព្ទគ្រប់ខាងដូចគ្នានេះគឺសុទ្ធសឹងតែមានសារៈសំខាន់ខ្លាំងមែនទែនដើម្បីជាបកការពារខាងក្រៅមួយវារាល់ការប៉ះទង្គិចជាបែកនិងអ្វីផ្សេងៗចូលទៅក្នុងវាអញ្ចឹងវាគឺការពារទាំងកម្ដៅទាំងពលាដីទាំងអ្វីផ្សេងៗវាពិតជាមានសារៈសំខាន់ឥឡូវចូលទៅកាន់ NAND Flash Memory Chip គឺជា chip អង្គចងចាំរបស់ NAND Flash ដែលជាកន្លែងផ្ទុកទិន្នន័យផ្សេងៗអញ្ចឹងតាមន័យថាវាមានតួនាទីជា slot មួយសម្រាប់ផ្ទុកទិន្នន័យប្រកបដូចជាឯកសាររូបភាពវីដេអូឬក៏ប្រព័ន្ធប្រតិបត្តិការផ្សេងៗដែលយើងកំពុងតែ store ទុកវាទៅក្នុង Flash Memory Chip របស់ SSD ហ្នឹងអញ្ចឹងវាគឺជាសារៈសំខាន់មួយរបស់វាដែរហើយឥឡូវយើងចូលទៅកាន់ controller chip គឺជាការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការទិន្នន័យវាមានតួនាទីប្រៀបដូចជាពួកក្បាលមួយយ៉ាងសំខាន់របស់ SSD ហើយក៏ជាសារៈសំខាន់មួយរបស់កុំព្យូទ័រដែរវាអាចកាត់ខាត់គ្នាបាននេះហើយវាមានតួនាទីដឹកនាំរាល់ការអានការសរសេរនិងការផ្ទុកទិន្នន័យលុបចោលឬក៏ការចាត់ចែងឯកសារអីផ្សេងៗដែលមានប្រភេទវិបត្តិនិងប្រតិបត្តិខ្ពស់និងមានការការពារល្អដែរយើងចូលទៅកាន់ចំណុចទី4របស់វាទៀត DRAM chip គឺជាអង្គចងចាំបដាអាសន្នវាមានតួនាទីរក្សាទុកទិន្នន័យបដាអាសន្នដែរវាមានល្បឿនលឿនខ្លាំងបំផុតហើយវា controller ចូលទៅទាញយកទិន្នន័យដែលយើងគាត់តាមបានយ៉ាងងាយស្រួលនិងលឿនជាង HDD ទៅទៀតហើយវាមានកន្លែងធូរថ្លៃជាង DRAM ដូចជា DRAM មិនចឹងវាមានកន្លែងធូរជាងហើយឥឡូវយើងចូលមកចំណុចទី5 PCB គឺជាប្រទេស chip របស់កុំវាគឺជាប្រទេស chip របស់កុំបានន័យថាគឺជាបន្ទះការពណ៌បៃតងដូចជា motherboard ចឹងដែរហើយវាមានរូបប្រព័ន្ធបកខ្មៅទៅតាមការដែលគេទីផ្សារវាតាមតួនាទីរបស់វាចឹងហើយវាជាប់រាល់មកផ្ទះអេឡិចត្រូនិកទាំងអស់ហើយ chip memory ហ្នឹងវា controller ឬក៏ register ផ្សេងៗជាច្រើនទៀតដែរគេបញ្
ចូលរួមគ្នាទៅក្នុងប្រតិបត្តិមួយហើយវាអាចឲ្យចរន្តអគ្គិសនីហ្នឹងឆ្លងកាត់គ្នាទៅវិញទៅមកបានហើយនឹងវាជួយបង្ការការឆ្លងចរន្តអគ្គិសនីបានដែរហើយឥឡូវយើងចូលទៅតាមចំណុចទី6 power management IC គឺការគ្រប់គ្រងធនធានរបស់ power អញ្ចឹងវាបានគ្រប់គ្រងឬក៏បែងចែកចរន្តអគ្គិសនីឲ្យចូលទៅកាន់កុំព្យូទ័រឬក៏ SSD ហ្នឹងបានត្រឹមត្រូវមានសុខភាពសម្រាប់ប្រកាន់អ្នកប្រើប្រាស់ដែរហើយឬក៏ទៅលើប្រទេស CPU អីហ្នឹងឥឡូវចូលទៅដល់ចំណុចទី7កត្តា connector ក្រុមសម្រាប់ជាប់កត្តាឬក៏បញ្ចូលទៅនឹងផ្សេងៗវាគឺជាជើងរងសម្រាប់តបជាប់រវាង SSD ទៅកាន់ mainboard របស់ computer វាបែងចែកពីផ្នែកគឺការបញ្ចូលទៅនឹង data និងផ្នែកមួយទៀតការទទួលថាមពល power អញ្ចឹងវាទទួលថាមពលហ្នឹងពីដុំ power supply អញ្ចឹងបើអត់មានដុំ power supply ក៏ឧបករណ៍ផ្សេងៗក្នុងចំណុចរបស់អាចសម្រាប់បានចំណុចចុងក្រោយរបស់ SSD ចូលនិយាយពីគុណសម្បត្តិនិងគុណវិបត្តិរបស់ SSD អញ្ចឹងយើងនិយាយពីគុណសម្បត្តិរបស់វាថាមានអ្វីខ្លះគុណសម្បត្តិរបស់វាហ្នឹងគឺល្បឿនលឿនខ្លាំងអញ្ចឹងវាបានន័យថា SSD ហ្នឹងវាមានចំណុចខ្លាំងរបស់វាដែរហើយវាធ្វើការលឿនទៅលើការអានការសរសេរវីដេអូឬក៏ការផ្សាយឯកសារផ្សេងៗបានលឿនដូចជាយើងboot Windows ឬក៏ឈប់ Windows ផ្សេងៗអញ្ចឹងវាអាចធ្វើឲ្យនៅពេលដែលយើងធ្វើឬក៏ store ទៅនឹងវាបានលឿនមែនតើជាង SSD ទៅទៀតហើយភាពធន់នឹងការប៉ះទង្គិចផ្សេងៗហ្នឹងគឺវាមានតិចតួចមែនតើអត់ដូចទៅលើ SSD ព្រោះឯកសាររបស់វាអត់មានថាមូលដែលគេហៅថា CD ហ្នឹងអញ្ចឹងវាអាចធ្វើឲ្យស្បបានហ្នឹងគឺជាគុណសម្បត្តិរបស់វាដែរហើយវាមានសំឡេងសំខាន់និងភាពកម្ដៅចេញឯកសារថាវាគឺជា mainboard មួយដែលថាបច្ចេកអញ្ចឹងវាអាចធ្វើឲ្យ computer បាននៅពេលដែលយើងធ្វើការ store ទៅនឹង Excel ឬក៏ឈប់អី computer ឬក៏ Windows ហ្នឹងបានផ្សាយផ្សេងៗគឺអត់វាជាចំណុចមួយដែលថាគុណសម្បត្តិខ្លាំងដែរហើយវាសន្សំសំចៃធនធានចឹងដូចយើងបានរៀបរាប់ពីលើថាវាសន្សំសំចៃធនធានបានជាង SSD ទៅទៀតដោយសារតែវាមានប្រព័ន្ធដល់វាក៏ដូចជា stock របស់វាខ្ពស់ចឹងវាអាចបែងចែកលើការចែកចាយធនធានរបស់វាបានហើយសម្រាប់ឆ្លើយឆ្លើយរបស់វាគឺបានលឿនជាង SSD គឺជាដែលយើងអាចចូលទៅទាញយកតាមណែរបស់ប្រើប្រាស់ផ្សេងៗបានចឹងវាងាយស្រួលឥឡូវយើងមកមើលរូបរបស់វានេះគឺជារូប SSD ហើយនេះគឺជា USB drive អញ្ចឹងវាមានរងការដូចជាថាវាខុសគ្នាទៅលើរូបរាងនិងការដោតបញ្ចូលរបស់វាឥឡូវចូលទៅកាន់គុណសម្បត្តិរបស់ SSD តម្លៃថ្លៃគឺវាមានតម្លៃថ្លៃដោយសារតែការផ្ទុកទំនិញរបស់វាណាវានិយាយថាការផ្ទុកទំនិញរបស់វាគឺស្មើគ្នាទៅលើ SSD ដែរតែវាមានតម្លៃថ្លៃជាងទៅលើ SSD ទេបងហើយអាយុកាលរបស់វាណាមានកំណត់ដោយសារតែការជិះផ្លាស់របស់ SSD ហ្នឹងមានកំណត់ទៅលើចំនួនដងនៃការយកប្រើប្រាស់ទំនិញឬក៏ការចុចឬក៏ការលុបចុះឡើងរបស់យើងអញ្ចឹងវាអាចជាការកំណត់មួយដែលថាធ្វើឲ្យ SSD នេះសុខអញ្ចឹងវាប្រហែលដែរហើយពិបាកស្វែងទំនិញពេលខូចដោយសារតែពេលខូចការឆេះ mainboard ឬក៏ឆេះ SSD បាក់បាយដូចផ្សេងៗគឺវាមិនអាចមានការ install វាចូលមកវិញហើយបញ្ហារបស់វាហ្នឹងលើអំដៅធូររបស់ SSD ហ្នឹងគឺវាមានល្បឿនលឿនខ្លាំងហើយទាមទារឲ្យ mainboard ហ្នឹងធ្វើ mainboard កុំព្យូទ័រហ្នឹងមានរូបមន្តនិងបច្ចេកវិទ្យាគ្រប់គ្រងច្បាស់លាស់ប៉ុន្តែវាអាចរកបានទាំងសមត្ថភាពបាទដល់រងផលដោយសារតែការរងផលគឺអាចធ្វើឲ្យ mainboard មានបញ្ហាឆ្លងអីផ្សេងៗជាកិច្ចចំហើយខ្ញុំសូមអរគុណទៅដល់សាខាការនិងលោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់គឺបងអ្នកដែលបានចូលរួមនៅការទស្សនានិងការដែលបានស្ដាប់ខ្ញុំនិយាយពីការសិក្សាស្រាវជ្រាវពី topic អំពី SSD Selective Device នេះ